សម្រាប់វីដេអូថ្ងៃនេះ admin គឺបានធ្វើដាក់លងគ្រប់ Telegram admin ហើយសម្រាប់ channel YouTube admin នឹងផុសចូលបន្ទាប់ពីស្ថានភាពនៅព្រំដែនស្ថានភាពប្រទេសរបស់យើងគឺបានស្ងប់ស្ងាត់ទៅវិញគឺមិនមានការឈ្លានពានពីពួកកពូចចោលសៀមទៀតអីចឹងណាអ្នកគ្នានៅពេលដែល admin បានឃើញព័ត៌មានមុនដំបូង admin ពិតជាវាផាចង់ស្ទះហ្មងគ្នាយើងឥឡូវបានឃើញថាវាគឺបានបាញ់ប្រហែលមកស្ពានយើងដែលធ្វើឲ្យស្ពានហ្នឹងគឺបានជាយន្តហោះចម្បាំងដើម្បីទម្លាក់គ្រាប់យើងទៅអូយខ្ទេចអស់ទៀតហើយអើយខំណាស់តែឥឡូវកុំឲ្យថា admin និយាយ topic ហ្នឹងចាគ្នាយើងគឺសិតតែបានដឹងពីរឿងហ្នឹងអស់ហើយសិតតាមដានរឿងសង្គមជាតិទាំងអស់គ្នាទេអញ្ចឹងនេះ admin ធ្វើដាក់ក្នុងក្រុម admin សិនដល់តែពេលដែលរឿងគ្រប់យ៉ាងគឺបានស្ងប់ស្ងាត់ទៅវិញហើយ admin នឹងផុសចូលchannel YouTube admin អញ្ចឹងណាសារ admin គឺមិនអាចផុសចូលក្នុង channel admin ទាំងទៅទឹងចឹងបានទេព្រោះថាគឺវាអត់ល្អទេឥឡូវនេះយើងកាត់មកបន្ទប់សិក្សារបស់មូហានដែលយើងបានឃើញគាត់ហ្នឹងគឺកំពុងតែគូររូបហើយចេញសៅក៏បានមកពីក្រោយក៏បានសួរថាតើគាត់ហ្នឹងកំពុងធ្វើអីមូហានក៏តបថាខែក្រោយហ្នឹងគឺជាថ្ងៃខួបកំណើតរបស់គាត់ហើយគាត់ហ្នឹងគឺកំពុងតែរៀបចំនៅកដោខួបកំណើតចេញសៅបាននិយាយថាអូនិយាយដល់លោកម្ចាស់មូចឹងទៅគាត់គឺបានបដិសេធមិនព្រមជួយដូរអំបិលមួយគាត់ទេប៉ុន្តែចេញសៅបានណែនាំឲ្យលោកម្ចាស់មូហ្នឹងទៅទិសពេលយប់ដើម្បីទិញលក់ដូរសេះអញ្ចឹងណាមូហានក៏សួរទាំងឆ្ងល់ទៅថាទិញលក់សេះជីងសើបាននិយាយថាហ្នឹងហើយញ៉ាណាគាត់ហ្នឹងមូហានគាត់ជាអរគុណគាត់នៅរឿងហ្នឹងមកគាត់រៀងភ្ញាក់ដែរអញ្ចឹងហើយជីងសើក៏បានចាប់ជក់ហើយក៏បាននិយាយថាកុំធ្វើឲ្យកដោហ្នឹងមានភាពស្មុគស្មាញអីហើយគាត់ក៏បានចាប់ជក់គូខ្វាច់មកក៏បានចេញហុងដើក៏សួរថាអាហ្នឹងមិនដែរហើយមូហានក៏បាននិយាយថាអាហ្នឹងគឺជាកដោខួបកំណើតជីងសើបាននិយាយថាហ្នឹងហើយដើហ្នឹងគឺវាមានអាយុវែងវាតំណាងឲ្យអាយុយឺនយូរអញ្ចឹងបើសិនជាយកទៅជូនឪពុករបស់មូហានទៅគាត់ច្បាស់ជាមានអាយុវែងខានទេមូហានដល់លើចេញសើនិយាយទាំងជឿជាក់ confident ពេញខ្លួនអត់មានតែអីម៉ាត់ហ្នឹងគាត់ក៏រៀងអស់សំណោចដែរក៏បានយកឈើជក់ហ្នឹងយកទៅគោះក្បាលចេញសើដល់មានខ្វល់ថាបែរហ្នឹងស្ដាច់ទេបាននិយាយថាបើសិនជាហ៊ានទៅយកជូនហ្នឹងគឺច្បាស់ថានៅថ្ងៃខួបកំណើតហ្នឹងប្រកាសជាគេសើចចំអកខានទេហើយចេញសើគាត់វាថារៀងងាយក៏បានតិចគាត់បាននិយាយថាបើមិនចឹងទេរូបគំនូរបស់មូហានហ្នឹងយកឲ្យឪពុកគាត់ទៅហើយសម្រាប់រូបដើរដែលគាត់គូនេះយកឲ្យម៉ែចងគាត់ចា admin កាំងខ្លាំងយីមូហានលឺចឹងគាត់រៀងងាកមកមើលគាត់ថាជីសានគឺពិតជាមានកំណត់អាក្រក់ពេញពោះតែម្ដងតែពេលហ្នឹងក៏មានម្នាក់វាផាអ្នកបម្រើក៏បានចូលមកប្រាប់ជីសានថាលោកម្ចាស់លីហ្នឹងក៏បានចាំគាត់នៅទៀមជូសៀនadmin អត់ដឹងថាហ្នឹងទៀមអីដែរទៀមស្រះទៀមតែអត់ដឹងហើយមូហានប្រាប់ថាឲ្យគាត់ហ្នឹងប្រញាប់ទៅផ្សារលោកម្ចាស់លីគាត់កំពុងតែរងចាំតែជីសានប្រាប់ថាអញ្ចឹងតោះទៅមួយគ្នាក៏បាននិយាយទៀតថាថ្ងៃហ្នឹងគាត់ល្ងាចហ្នឹងគាត់គឺចង់នាំមូហានហ្នឹងទៅមើលចំការប៉េះទៅដើរលេងហ្នឹងអញ្ចឹងណាតែមូហានគាត់លឺអញ្ចឹងគាត់ក៏រៀងសប្បាយចិត្តហើយគាត់បាននិយាយថាគាត់ទៅក៏បានដែរឥឡូវយើងកាន់មកដល់កន្លែងទៀមហ្នឹងហើយដែលមានអ្នកបម្រើម្នាក់ក៏បានមកអញ្ជើញពួកគេហ្នឹងឲ្យចូលក្នុងហើយលោកម្ចាស់លីគាត់ឃើញមូហានក៏បាននិយាយថាព្រះអង្គតើវាមិនអីទេមែនហើយពាក្យសម្ដីរបស់គាត់ហ្នឹងគឺគាត់ចង់មានន័យថាឲ្យមូហានដែរពួកគាត់ដែរស្គាល់ហ្នឹងគឺមកអង្គុយស្ដាប់ពួកគាត់និយាយគ្នាវាអាចនឹងបែកធ្លាយព័ត៌មានចំនួនរបស់ពួកគេអញ្ចឹងណាហើយចេញសើបាននិយាយថាកុំបារម្ភអីនេះគឺជាភ្ញៀវដែលគាត់បានអញ្ជើញមកហើយក៏បានវាផាឲ្យមូហានហ្នឹងអង្គុយអញ្ចឹងហើយគាត់ក៏បានវាផាទាញកៅទាញអីមកហើយឡើងមានខ្វល់មកប៉ែអង្គុយនៅមុខហ្នឹងហ្មងបាននិយាយថាគឺគាត់ហ្នឹងគឺចង់ឈប់ជួយដូរអំបិលមកប៉ែហ្នឹងហើយក៏ប៉ែហ្នឹងក៏បានសួរថាតើវាមានបញ្ហាអីមែនហើយចេញសើក៏បានធ្វើសកម្មភាពកាន់ដបស្រាអានេះគេហៅដបស្រាហើយក៏បាននិយាយថាគឺវាអត់មានអីទេគាត់ក៏អត់ដឹងវារឿងហ្នឹងច្បាស់ដែរប៉ុន្តែគាត់ហ្នឹងគឺចង់ប្រុងប្រយ័ត្ននៅឆ្នាំនេះចេញសើបាននិយាយទៅថាបរិមាណហ្នឹងគឺអាចតែនិយាយមួយ Ren Feng បានដោយគាត់គឺបានប្រាប់គម្រោងការទាំងអស់ទៅគេរួចហើយអ្នកគ្នាបើសិនជាឆ្ងល់ថា Ren Feng ហ្នឹងគឺជាណាគេគឺគាត់គឺជាអ្នកដែលបានហ្វឹកហាត់មួយចេញសើនៅជំរំអ្នកគ្នាភ្លេចនៅ admin គ្រាន់តែរំលឹកអ្នកគ្នាទេហើយអ្នកគ្នាមើលអូចាឆ្លៀតដល់កឆ្លៀតចាក់ស្រាយប្រពន្ធគេទៀតខេខែប្រពន្ធគេសាហាវអ្នកគ្នាគួរតែរកនៅប្រុសណែបានប៉ុនចេញសើសិនណាចាំយកធ្វើប្តីចាអាហ្នឹងនៅជីវិតរស់ស្រួលតែម្ដងចាតែអប៉ែហ្នឹងជាតិមុនគឺថាសាហាវខុសខើខាំខាស់ហ្មងតែជាតិហ្នឹងក៏វាមិនល្អឯដែរដែលជាតិមុនដែរណាគ្រាន់ថាគេធ្វើល្អដាក់ប្រពន្ធគេអប៉ែហ្នឹងក៏អត់មាននិយាយអីច្រើនទេក៏បាននិយាយថាក្រាបទូលហើយក៏បានសុំចេញសើហ្នឹងគឺទៅវិញនៅពេលដែលលោកម្ចាស់លីចេញទៅបាត់ហ្នឹងមូហានក៏បានសួរទៅកាន់ជីងសើថាតើមានរឿងអីកើតឡើងក្នុងរាជវាំងមែនជីងសើបាននិយាយថាគឺដូចអីដែលគាត់គិតទេហើយក៏បានសួរបកទៅកាន់មូហានថាតើគាត់ហ្នឹងគឺបានឮពាក្យអាចារ្យម្រាមនៅក្នុងទីក្រុងនឹងអត់មូហានក៏បាននិយាយថាតើជីងសើហ្នឹងចង់មានន័យដល់ពាក្យអាចារ្យម្រាមដែលគេនិយាយថាជីងសើហ្នឹងគឺនឹងសម្លាប់ក្មេងដែរអត់ស្ដាប់បង្គាប់រឹងក្បាលឆ្លុយហើយកពូចចោលដូចសៀមហ្នឹងមែនចាដូចសៀមហ្នឹងមែន admin អូយគាំងខ្លួនឯងចាវាគឺជាការពិតដែលពួកហ្នឹងគឺវាអញ្ចឹងមែនហើយចេញសៅនឹងទៅចាប់ខ្វេះកលៀនពួកហ្នឹង
ខ្វះតែអីគេរៀនពួកនៅមានតម្លៃហងតែឥឡូវចុះសាច់រឿងយើងវិញជាxongនិយាយថាហ្នឹងហើយគឺគាត់និយាយត្រូវហើយក៏គិតក្នុងចិត្តទៅថាមូហានគឺជាមនុស្សឆ្លាតចឹងគាត់ច្បាស់ជាយល់ពីចិត្តរបស់ជីងសាវហើយសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយសុំទោសផងបើសិនជាមានសលេងរំខានឬក៏អត់មាននិយាយតាក់ទែអីចឹងតែអិនគឺបញ្ញាបញ្ចប់វីដេអូហ្នឹងដើម្បីឲ្យគ្នាយើងក្នុងក្រុមគឺឆាប់បានមើលហើយអិនមានក៏ចង់ជូនពរទៅដល់បងកងទ័ពដែលនៅជាយដែននិងកងទ័ពជួរមុខដើម្បីឲ្យពួកគាត់ហ្នឹងគឺមានសុខសុវត្ថិភាពអ្នកគ្នាហើយនឹងជួយជូនពរឲ្យពួកសៀមហ្នឹងគឺឆាប់បាក់ទៅរកនឹងឆាប់ប្រទេសឆាប់អាលាយហើយស៊ីហ្គេមហ្នឹងនឹងអាលំហើយជាចុងក្រោយក៏មិនភ្លេចដែរអ្នកគ្នា make sure to like and subscribe អ្នកគ្នាដើម្បីជាកម្លាំងចិត្តមកដល់ admin ធ្វើវីដេអូនិង DLC បន្ត